ឡងពេលហ្នឹងបងទទួលការព្យាបាលបែបណាខ្លះហើយវាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់បងដែរឬអត់ចាបងហ្នឹងហើយក្រោយដល់ពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតពេលទៅដល់គឺខ្ញុំត្រូវ scan នៅ CT scan ចង់ដឹងថាខ្ញុំដំណាក់កាលទីប្រមាណហើយនៅពេលដែលដឹងថាដំណាក់កាលទីប្រមាណហើយខ្ញុំក៏ទៅធ្វើការវះកាត់កាលហ្នឹងគាត់ឲ្យជំរើស2រក្សាសដនហើយនឹងកាត់ចោលមួយចំហៀងក៏ប៉ុន្តែខ្ញុំជ្រើសរើសយករក្សាសដនបានន័យថាយើងវះកាត់យកតែដុំមហារីកនឹងចេញទេក្រោយការវះកាត់នឹងហើយគឺគេបានយកសាច់មហារីកជាមួយនឹងកូនកដាលហ្នឹងទៅធ្វើតេស្តម្ដងទៀតចង់ដឹងថាវារៀលដល់កម្រិតណានៅពេលដែលបានលទ្ធផលសាច់នឹងហើយគឺដឹងថាដំណាក់កាលទី2កដំណាក់កាលរបស់ខ្ញុំនេះគឺត្រូវការចាក់គីមី6ដងបាញ់កាំរស្មីដល់ទៅ20ដងហើយចាក់ថ្នាំប្រឆាំងសែន18ដងឥឡូវនេះគឺខ្ញុំចាក់បាន2ដងឯគីមីនៅប្រហែលថ្ងៃទៀតខ្ញុំចាក់នឹងចាក់ម្ដងទៀតហើយសម្រាប់តកតងជាមួយនឹងការរស់នៅប្រចាំថ្ងៃគឺវាប៉ះពាល់មកចំណែកធំដោយសារតែកំឡុងពេលចាក់គីមីហ្នឹងគឺវាធ្វើទុកខ្លាំងហើយវាបណ្ដាលយើងជ្រុះសក់កញ្ចក់យើងគឺប្រែពណ៌ហើយក្នុងខ្លួនប្រាណយើងគឺខ្សោយងាយនឹងឈឺហើយមួយទៀតរបបអាហារប្រចាំថ្ងៃគឺត្រូវផ្លាស់ប្ដូរទាំងស្រុងហ្មងនៅក្នុងដំណាក់កាលព្យាបាលមហារីកសុដនតើដំណាក់កាលមួយណាដែលបងយល់ថាពិបាកជាងគេសម្រាប់ការព្យាបាលដំណាក់កាលដែលពិបាកជាងគេនោះគឺការចាក់គីមីដោយសារតែការចាក់គីមីក្រោយពេលចាក់មួយអាទិត្យគឺខ្ញុំធ្វើទុកខ្លាំងមួយអាទិត្យដំបូងគឺខ្ញុំធ្វើអីអត់កើតទេត្រូវគេងនៅលើគ្រែហើយយើងមានអារម្មណ៍ថាធេងធងវិលមុខចង់ក្អួតជាពិសេសគឺអាសាចូលបន្ទប់ទឹកដោយសារយើងរាកខ្លាំងអញ្ចឹងណាហ្នឹងហើយមួយទៀតពេទ្យគាត់បានណែនាំឲ្យយើងញ៉ាំទឹកឲ្យបានច្រើនលើសពី3លីត្រដើម្បីឲ្យថ្នាំហ្នឹងវាឆាប់សាបហើយណាមួយកំឡុងពេលចាក់គីមីហ្នឹងគឺរឿងអាហារហ្នឹងពិបាកញ៉ាំបន្តិចអញ្ចឹងខ្ញុំព្យាយាមញ៉ាំដូចជាអាហារសុខភាពអាហារណាដែលមានប្រូតេអ៊ីនច្រើនហើយនឹងបើសិនជាបន្លែវិញត្រូវតែធ្វើម៉េចឲ្យវាឆ្អិនកុំញ៉ាំបន្លែណាឆៅសម្រាប់តែឆាច់សាច់ក៏ដូចគ្នាដែរកុំឲ្យសាច់នឹងឆៅញ៉ាំឲ្យបានឆ្អិនល្អ